នេះគឺជាមូលហេតុ8យ៉ាងនៃការគេងមិនលក់និងដំណោះស្រាយដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯងដែលណែនាំដោយអ្នកជំនាញជាធម្មតាមនុស្សយើងគេងនៅក្នុងមួយថ្ងៃជាមធ្យម6ទៅ7ម៉ោងបើសិនជាយើងគេងមិនបានគ្រប់គ្រាន់វានឹងបង្កឲ្យមានបញ្ហាប្រឈមដល់សុខភាពដែលស្មើឬក៏លើសអ្នកជក់បារីអ្នកដែលកើតជំងឺលើឈាមនិងអ្នកដែលកើតជំងឺបេះដូងការគេងមិនលក់អាចបណ្ដាលមកពីភាពតានតឹងការធុញថប់ច្រើនអរម៉ូនប្រែប្រួលខុសប្រក្រតីនៅក្នុងរាងកាយការគេងស្រមុកការកន្ត្រាក់ជើងការមមើការយកសុបិនអាក្រក់ច្រើនញឹកញាប់វាធ្វើឲ្យយើងក្រោកឡើងមានអាការៈនឿយល្វើយមិនស្រស់ស្រាយបើលោកអ្នកមានបញ្ហាទាំងនេះរ៉ាំរ៉ៃគួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញដើម្បីរកមូលហេតុដែលពិតប្រាកដដើម្បីព្យាបាលឲ្យចំចំណុចតែបើលោកអ្នកមានបញ្ហា3នេះគឺគេងមិនលក់រស័ព្ទរសល់គេងស្រមុកឬពិបាកដកដង្ហើមខណៈពេលគេងនិងមានអារម្មណ៍ថាល្វើយនឿយដល់បណ្ដឹងមូលហេតុអាការៈទាំងនេះវាប្រាប់ពីគុណភាពនៃការគេងរបស់យើងនឹងមិនបានស្កប់ស្កល់ល្អការគេងមិនបានគ្រប់គ្រាន់បង្កផលអាក្រក់ដល់សុខភាពរបស់យើងចំពោះមនុស្សធំអ្នកដែលគេងយប់ជ្រៅគេងមិនលក់ច្រើនប្រឈមនឹងការកើតជំងឺលើឈាមជំងឺបេះដូងសភាវៈបេះដូងលែងដំណើរការរោគសរសៃឈាមខួរក្បាលរោគធាត់ថែមទាំងធ្វើឲ្យប្រសិទ្ធភាពនៃការងារមានការថយចុះការគិតនិងការសម្រេចចិត្តមានការយឺតយ៉ាវនិងអាចបណ្ដាលឲ្យមានបញ្ហាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តភាពខុសប្រក្រតីផ្នែកអារម្មណ៍រោគសោកសៅបញ្ហាផ្សេងទៀតរួមមានការជួបគ្រោះឧបទ្ទវហេតុដែលបណ្ដាលឲ្យស្លាប់ដែលយើងតែងតែឃើញញឹកញាប់នាពេលបច្ចុប្បន្ននេះទៀតផងចំពោះកុមារក្មេងដែលគេងឬសម្រាកមិនបានគ្រប់គ្រាន់នឹងមានផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់គាត់ផ្ដោតអារម្មណ៍មិនបានល្អការផ្ចង់អារម្មណ៍នឹងបានខ្លីអារម្មណ៍មិននឹងណធ្វើឲ្យការរៀនសូត្រមិនសូវយល់ចាប់អ្វីដែលគ្រូបង្រៀននឹងមិនសូវបានល្អតើបញ្ហាពិបាកគេងបណ្ដាលមកពីមូលហេតុអ្វីទី1គឺបញ្ហាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាតែកាហ្វេនិងទឹកភេសជ្ជៈកំប៉ុងជាដើមទឹកភេសជ្ជៈកំប៉ុងដែលមានរសជាតិផ្អែមក៏មានផ្ទុកនៅសារធាតុកាហ្វេអ៊ីនផងដែរទី2ការញ៉ាំបង្អែមច្រើនមុនពេលគេងព្រោះជាតិស្ករនឹងជំរុញឲ្យរាងកាយរបស់យើងស្វាហាប់ហើយការទទួលទានអាហារដែលមានជាតិអំបិលសូដ្យូមខ្ពស់ធ្វើឲ្យសម្ពាធឈាមកើនឡើងរាងកាយរបស់យើងរសាប់រសល់ហើយធ្វើឲ្យពិបាកនៅក្នុងការគេងលក់ទី3ការបរិភោគអាហារដែលមានរសជាតិខ្លាំងប្រៃខ្លាំងផ្អែមខ្លាំងនិងអាហារសម្បូរទៅដោយជាតិខ្លាញ់ច្រើនជ្រុលនៅពេលល្ងាចឬក៏មុនពេលគេងដែលវាអាចហុចផលធ្វើឲ្យការគេងរបស់យើងមិនបានលងលក់ល្អទី4ការញ៉ាំអាហារ buffet ឆ្អែតខ្លាំងពេកវានឹងជំរុញឲ្យយើងគេងមិនលក់ទី5បញ្ហាភាពតានតឹងធុញថប់នៅក្នុងចិត្តច្រើននិងបញ្ហាសុខភាពផ្លូវចិត្តទី6ការគេងស្រមុកឬសភាពពិបាកដកដង្ហើមខណៈពេលដែលកំពុងគេងទី7អតុល្យភាពឬក៏ភាពមិនស្មើគ្នារបស់អរម៉ូននៅក្នុងរាងកាយដូចជាអរម៉ូន cortisol និងអរម៉ូន melatonin ហើយកត្តានេះវាក៏ដោយសារតែការឈានចូលវ័យអស់រដូវរបស់នារីនិងវ័យអស់មេបន្តពូជសម្រាប់បុរសទី8អាការៈ restless leg syndrome គឺជាអាការៈដែលអ្នកជំងឺមានអារម្មណ៍ថាដូចជាមានអ្វីមកតោងនៅលើជើងមានអារម្មណ៍ថារសើបឬមានអាការៈញាក់ត្រើតទៅលើជើងដែលច្រើនតែកើតឡើងនៅពេលយប់បើសិនជាមានអាការៈធ្ងន់ធ្ងរអាចធ្វើឲ្យពិបាកនៅក្នុងការគេងលក់ព្រោះតែត្រូវកម្រើកជើងជានិច្ចចុះសម្រាប់បងប្អូនវិញតើមូលហេតុអ្វីដែលធ្វើឲ្យលោកអ្នកពិបាកនៅក្នុងការគេងតើបញ្ហាទាំងនេះតើយើងគួរកែប្រែវាយ៉ាងដូចម្តេចទី1ការកំណត់ពេលវេលាគេងឲ្យបានទៀងទាត់ជាប្រចាំថ្ងៃនិងគួរក្រោកពីក្រែភ្លាមនៅពេលដែលភ្ញាក់ពីដំណេកពេលព្រឹកទី2មិនគួរធ្វើការងារមើលទូរទស្សន៍អានសៀវភៅឬក៏លេងទូរស័ព្ទនៅលើគ្រែឬក៏មុនពេលគេងនោះទេទី3រៀបចំបន្ទប់គេងឲ្យងងឹតស្ងាត់មានខ្យល់អាកាសចេញចូលល្អសម្រួលសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឲ្យស័ក្តិសមទៅនឹងស្ថានភាពបន្ទប់ទី4មិនគួរគេងពេលថ្ងៃទេព្រោះវានឹងធ្វើឲ្យពិបាកគេងនៅក្នុងពេលយប់ទី5មិនគួរទទួលទានអាហារពេលល្ងាចច្រើនឬអាហារដែលមានរសជាតិខ្លាំងឡើយដូចជាប្រៃខ្លាំងផ្អែមខ្លាំងព្រោះវានឹងធ្វើឲ្យពោះរបស់យើងនឹងមិនស្រួលនិងកាន់តែពិបាកគេងឲ្យលក់ខ្លាំងជាងមុនទៅទៀត
ទី6តមភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាចទី7ជៀសវាងការញ៉ាំទឹកច្រើនក្នុងកំឡុងពេលជិតចូលគេងឬក៏ពេលគេងព្រោះលោកអ្នកនឹងត្រូវក្រោកចូលទៅបន្ទប់ទឹកជាច្រើនដងនៅពេលយប់ហើយវារំខានដល់ដំណេករបស់លោកអ្នកទី8ងូតទឹកក្តៅអ៊ុនមុនចូលគេងការដែលងូតទឹកក្តៅអ៊ុនមុនចូលគេងវានឹងធ្វើឲ្យសាច់ដុំរបស់យើងនឹងបានធូរស្រាលហើយធ្វើឲ្យយើងងាយស្រួលនៅក្នុងការគេងលក់បើសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like ហើយចែករំលែកទៅអ្នកដែលពិបាកនៅក្នុងការគេងឲ្យគាត់បានដឹងផង